ខ្ញុំរករណាសូមការថ្វាយបង្គំព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងសូមជម្រាបសួរអរពុកមីងបងប្អូននិងជនរួមភាសាថ្ងៃនេះខ្ញុំមកអានចែករំលែកនៅសៀវភៅច្បាប់សិទ្ធិមនុស្សកម្ពុជាឥឡូវនេះខ្ញុំសូមអានចែករំលែកបន្តមាត្រា27ក្នុងរដ្ឋដែលមានក្រុមជនជាភាគតិចខាងជាតិភាគតិចខាងជាតិពុនសាសនាឬភាសាជនដែលជាសមាជិកខាងភាគតិចទាំងអស់ដោយរួមទាំងសមាជិកដទៃទៀតនៃក្រុមរបស់ខ្លួនមិនត្រូវទទួលរងការរារាំងសិទ្ធិអាស្រ័យផលវប្បធម៌របស់ពួកគេសិទ្ធិកាន់ឬសិទ្ធិកាន់និងប្រតិបត្តិសាសនាតាមទម្លាប់ពួកគេឬសិទ្ធិប្រើប្រាស់ភាសារបស់ពួកគេឡើយផ្នែកទី4មាត្រា28ចំណុច1គណៈកម្មាធិការមនុស្សជាតិ1សំទោសគណៈកម្មាធិការសិទ្ធិមនុស្ស1បន្ទាប់ពីនេះទៅហៅថាគណៈកម្មាធិការត្រូវបង្កើតឡើងគណៈកម្មាធិការមានសមាជិក18រូបនិងបំពេញមុខងារតាមការកំណត់ខាងក្រោមចំណុច2គណៈកម្មាធិការត្រូវមានសមាជិកជាប្រជាពលរដ្ឋនៃរដ្ឋសមាជិកនៃរដ្ឋសមាជិកកតិកាសញ្ញានេះដែលជាមនុស្សមានអត្តចរិតសិលធម៌ខ្ពស់និងសមត្ថភាពដែលគេទទួលស្គាល់ក្នុងវិស័យសិទ្ធិមនុស្សដោយការគិតដល់ប្រយោជន៍ដែលបានមកពីការចូលរួមពីមនុស្សមួយចំនួនដែលមានបទពិសោធន៍ខាងវិស័យច្បាប់ចំណុច3សមាជិកគណៈកម្មាធិការត្រូវជ្រើសរើសតាមការបោះឆ្នោតហើយត្រូវធ្វើការក្នុងឋានៈជាបុគ្គលមាត្រា29ចំណុច1សមាជិកគណៈកម្មាធិការត្រូវជ្រើសរើសតាមការបោះឆ្នោតជាសម្ងាត់ពីបញ្ជីឈ្មោះបេក្ខជនដែលមានគុណសម្បត្តិនិងលក្ខណៈសម្បត្តិនិងលក្ខខណ្ឌបញ្ញត្តិក្នុងច្បាប់មាត្រា28ហើយដែលជ្រើសតាំងដោយភាគីនៃកតិកាសញ្ញានេះចំណុច2រដ្ឋភាគីនីមួយៗនៃកតិកាសញ្ញានេះអាចជ្រើសតាំងបេក្ខជន2រូបយ៉ាងច្រើនបេក្ខជនទាំងនេះត្រូវធ្វើជាជនជាតិនៃរដ្ឋដែលជ្រើសតាំងបេក្ខជនចំណុច3បេក្ខជនដដែលអាចមានសិទ្ធិជ្រើសតាំងជាថ្មីទៀតបានចា៎ថ្ងៃនេះខ្ញុំសូមអានចែករំលែកត្រឹមនេះជូនអរពុកមីងបងប្អូនហើយស្អែកខ្ញុំនឹងអានចែករំលែកជូនអរពុកមីងបងប្អូនបន្តទៀតសូមជម្រាបលាអរពុកមីងបងប្អូននិងជនរួមភាសា